សួស្តីបងប្អូនទាំងអស់គ្នាយើងនៅសល់ពេលតែជាង10ថ្ងៃតែប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងខាត់ចូលមកដល់ហើយបាទហើយនៅក្នុងពេលនេះដែរវត្តជ្រៃសាមគ្គីមនីឧត្តមហៅថាវត្តថ្មីដែលស្ថិតនៅក្នុងឃុំជ្រៃស្រុកស្វាយអន្តរខេត្តព្រៃវែងនៅតាមបណ្ដោយផ្លូវជាតិលេខ8ចម្ងាយប្រមាណជាង90គីឡូម៉ែត្រពីទីក្រុងភ្នំពេញបាទបានធ្វើនៅពិធីហែសង្ក្រាន្តឆ្នាំថ្មីដ៏ធំមួយដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីបាទនៅក្នុងការហែនេះដែរគឺមានការចូលរួមយ៉ាងច្រើនកុះកពីបងប្អូនជាពលរដ្ឋអាចារ្យគណៈកម្មការប្រសង់រួមទាំងអាជ្ញាធរដែនដីជួយសម្រួលចរាចរណ៍ទៀតផងមិនត្រឹមតែប៉ុណ្ណោះគឺមានក្រុមរបាំត្រុដិដែលជាក្រុមរបាំរបស់វត្តតែម្ដងបាទគឺបងប្អូនបានខិតខំហាត់ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដូច្នេះដើម្បីចង់ដឹងថាការហាត់រៀនរបស់ពួកគាត់យ៉ាងណាខ្ញុំនឹងទៅជួបជាមួយនឹងពួកគាត់ដូចតទៅបាទសួស្តីអូនបាទជម្រាបសួរពូក្រុមត្រុដិហ៎បាទក្រុមត្រុដិហេតុផងហែទៅណាវិញហែទៅវត្តថ្មីពូវត្តថ្មីវត្តអីគេវត្តជ្រៃសាមគ្គីមនីឧត្តមនៅក្នុងភូមិឃុំអីគេឃុំជ្រៃស្រុកស្វាយអន្តរខេត្តព្រៃវែងហើយគេថែហែទៅក្នុងពិធីអីគេក្នុងពិធីត្រៀមថ្ងៃសង្ក្រាន្តឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីណាបាទត្រៀមទីចាប់ពីថ្ងៃទី29នេះតទៅណាបាទហើយក្រុមយើងក្រុមត្រុដិនឹងយើងហាត់រៀននៅណាវិញអូនហាត់រៀននៅវត្តនៅវត្តជ្រៃសាមគ្គីមនីឧត្តមហ្នឹងណាបាទហាត់រៀនរយៈពេលប៉ុន្មានហើយរយៈពេលចូលចិត្តនិយាយទៅតាំងពីឆ្នាំមុនមកដល់ឆ្នាំហ្នឹងហើយអូនចេះបានត្រុដិហ្នឹងគាត់ពីមុនមកអូនហាត់រៀននៅណាដែរហាត់រៀននៅសាលាហាត់រៀននៅសាលាមានគ្រូរៀននៅសាលាណាវិញអូននៅសាលាស្វាយអាត់នៅស្វាយអាត់បាយតយើងណាបាទហើយក្រុមយើងទាំងអស់មានគ្នាប៉ុន្មាននាក់មានប្រហែលជា20-30នាក់ពូ20-30នាក់ណាអូច្រើនដែរណាគ្នាយើងណានៅទៀតបាទហើយពីហែនឹងទៅរហូតដល់ចូលឆ្នាំយើងក៏គ្រប់យើងលេងដែរមែនទេបាទខ្ញុំថាបានស្បាយរីករាយជាមួយក្រុមយើងទាំងអស់គ្នាណាអូខេក្រានឆ្នាំថ្មីសម្រាប់វត្តជ្រៃសាមគ្គីមនីឧត្តមបាទអរគុណច្រើនអូនបាទបាទឆ្នាំថ្មីបងប្អូនក្រៅពីរបាំត្រុដិក៏នៅមានការហែនសមយៈផងដែរបាទអូនសមហើយសមcòn tôi chân đó sao mà xòm nó đằng bạch tế đằng chân tế bật thông chẳng nâng xòm thua chân đó không năm ba đấy tao đâu xong mà cái nát á để cho mới là thông như nâng tiếng បាទបងប្អូនយើងទាំងអស់គ្នាចូលរួមច្រើនគ្នាណាបាទហើយនេះគឺជាការរងចាំពិធីដង្ហែប្រហែលជា2គីឡូម៉ែត្រនៅតាមផ្លូវជាតិលេខ8ហ្នឹងរហូតមកដល់វត្តជ្រៃសាមគ្គីមនីឧត្តមហ្នឹងបាទប្រហែលជា2គីឡូអញ្ចឹងមានគ្នាច្រើនទាំងចាស់ទាំងក្មេងរងចាំការរៀបចំរួចរាល់នឹងដង្ហែមកកាន់វត្តបាទក្នុងនោះដែរក៏មានបងប្អូនខាងសមត្ថកិច្ចបានគាត់ជួយសម្រួលនៅតាមផ្លូវចរាចរណ៍តាមផ្លូវដើម្បីកុំឲ្យមានការកកស្ទះផងដែរឥឡូវនេះខាងគណៈកម្មការរៀបចំកំពុងតែរៀបចំក្បួនបាទពេលដែលរៀបចំរួចរាល់ពួកយើងធ្វើការចេញដំណើរមកកាន់វត្តជ្រៃសាមគ្គីមនីឧត្តមបាទមិនបានឲ្យចេញទេបានឲ្យរៀបក្បួនហើយចាំតែពេលឲ្យសញ្ញាថាចេញហើយឡានប្រសង់នៅខាងមុខទេឡានប្រសង់ចាំគេរៀបចំហើយចាំចេញបងប្អូនចូលបាត់ចូលបងរៀបរយខាងខាងអីចូលឥឡូវនេះរបាំត្រុដិចាប់ផ្ដើមលេងសមជើងបដាហើយមុនពេលចេញដំណើរបាទគណៈកម្មការកំពុងតែរៀបចំហើយការចូលរួមសមនេះមិនត្រឹមតែអ្នកលេងរបាំត្រុដិទេបាទឥឡូវនេះសូម្បីតាយស្រីយាយជីអីចូលរួមទាំងអស់បាទមើលចុះបាទពួកគាត់សប្បាយរីករាយមែនទែនបាទហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃសង្ក្រាន្តឆ្នាំថ្មីទេមិនទាន់ចូលឆ្នាំថ្មីចូលមកដល់ទេសប្បាយប៉ុណ្្នឹងហើយទៅរកតែចូលឆ្នាំថ្មីទៀតជឿជាក់ថាសប្បាយកប់លូហើយឆ្នាំនេះបាទការរៀបចំចិត្តរួចរាល់ហើយដោយសារតែយើងមានមនុស្សច្រើនបាទមានមនុស្សច្រើនមានគ្នាច្រើនអញ្ចឹងហើយយើងត្រូវរៀបចំក្បួនឲ្យមានតាមលំដាប់លំដោយមានប្រសង់នៅលើឡាននិមន្តមុនទៅបន្ទាប់មកមានរបាំត្រុដិមានសមយៈហើយនឹងអ្នកដើរហែហមនឹងតាមដាប់ដោយនឹងបាទ
ឥឡូវនេះក្បួនដង្ហែសង្គ្រាមឆ្នាំថ្មីរបស់យើងចាប់ផ្ដើមចេញដំណើរពីចំណុចចាប់ផ្ដើមពីភូមិព្រៃតាណាន់បាទហើយយើងចេះតែធ្វើដំណើរបន្តរហូតមកតាមផ្លូវបាទមានច្រើនកន្លែងតែយើងសូមថតឲ្យសង្ខេបព្រោះវាចម្ងាយផ្លូវវាឆ្ងាយដែរបាទព្រោះយើងថតរហូតវាវែងឆ្ងាយណាស់អញ្ចឹងគាត់ថាជាចំណុចចាប់ផ្ដើមហើយបន្ទាប់មកធ្វើដំណើរតាមផ្លូវរហូតដល់ទីវត្តតែម្ដងបាទមើលចោះចម្ងាយឆ្ងាយគួរសមដែរប៉ុន្តែគឺថាបងប្អូនយើងទាំងក្មេងចាស់ទាំងស្រីទាំងប្រុសបាទធ្វើដំណើរដោយស្វាហាប់ដោយសប្បាយរីករាយមែនតើបាទគឺថាมันមានការហត់នឿយអីទេដោយសារតែយើងមានអារម្មណ៍សប្បាយរីករាយជាមួយនឹងសង្ក្រាន្តឆ្នាំថ្មីរបស់យើងដែលនឹងចូលមកដល់ក្នុងពេលឆាប់នេះគឺពិធីបុណ្យចូលឆ្នាំខ្មែរអញ្ចឹងមិនថាបងប្អូនប្រជាពលរដ្ឋនៅក្នុងវត្តព្រៃសាមគ្គីមនីឧត្តមនៅក្នុងឃុំជ្រៃតែប៉ុណ្ណោះទេបាទគឺទូទាំងប្រជាណាចក្រកម្ពុជាយើងតែម្ដងបាទនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះហើយបាទព្រោះថាបុណ្យនេះគឺជាបុណ្យប្រពៃណីជាតិរបស់យើងដ៏ធំប្រចាំឆ្នាំតែម្ដងបាទគឺយើងបានទៅស្រុកកំណើតទៅជួបជុំញាតិមិត្តយាយតាបងប្អូនជូនទេយ្យទានដល់ឪពុកម្ដាយលោកយាយលោកតាញាតិមិត្តជិតឆ្ងាយបាទមិនត្រឹមតែប៉ុណ្ណោះបាននឹងចូលរួមជួបជុំនៅការជប់លៀងផ្សេងជាមួយនឹងបងប្អូនមិត្តភ័ក្តិរួមលេងសប្បាយលេងល្បែងប្រជាប្រិយទៅតាមប្រពៃណីខ្មែររបស់យើងមានបោះអង្គុយទាញព្រាត់ចោលឈួងក៏ដូចជារួមវងរោងក្បាច់សារវ័នឡាំលាវអីជាដើមបាទយើងអាចនិយាយម្យ៉ាងទៀតថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺជាពិធីបុណ្យដ៏ធំដែលនាំមកនូវការជួបជុំនៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេសតែម្ដងបាទលោកតាឲ្យស្អីឥឡូវពិធីដង្ហែសង្ក្រាន្តឆ្នាំថ្មីរបស់យើងកាន់តែគៀកចិត្តដល់វត្តហើយនៅប្រហែលជាជាង500ម៉ែត្រតែប៉ុណ្ណោះយើងនឹងទៅដល់វត្តហើយមើលទៅទឹកមុខអ្នកចូលរួមចោះទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីបាទដូចជាអត់មានអីគេហៅថាហត់នឿយអីប្រមាណទេត្បិតតែជាង2គីឡូម៉ែត្រមែនក៏ប៉ុន្តែពួកគាត់ធ្វើដំណើរមកតាមផ្លូវគាត់បានច្រៀងផងរាំផងជជែកគ្នាបណ្ដើអញ្ចឹងឃើញថាអត់ហត់ទេបាទសំខាន់គឺសប្បាយបានជួបជុំសប្បាយបានសាយអនុស្សាវរីយ៍សប្បាយបានរួមលេងកម្សាន្តបាទហើយចិត្តចូលឆ្នាំថ្មីអញ្ចឹងគឺថាអារម្មណ៍នៃការចូលឆ្នាំហ្នឹងអារម្មណ៍របស់យើងគឺថាមកជាមួយនឹងគ្នាហ្នឹងគឺថាវានាំមកនៅការសប្បាយហ្នឹងហ្មងបាទដល់អាភាពសប្បាយហ្នឹងវាធ្វើឲ្យយើងបាត់នៅការនឿយហត់មើលចោះមិនត្រឹមតែអ្នកនៅខាងដីទេបាទមើលអ្នកនៅលើឡាហ្នឹងមិនធម្មតាមកកាច់ក្បាច់ថាមកអេមហ្មងបាទគឺថាដាក់អាយមកឆ្ងាញ់បាទដល់ឃើញពួកគាត់រីករាយអញ្ចឹងខ្ញុំជាអ្នកយកវីដេអូនឹងយកមកនិយាយហ្នឹងក៏មានអារម្មណ៍ថាបានសប្បាយបានចូលរួមជាមួយនឹងពួកគាត់ដែរបាទអារម្មណ៍នៃការចូលឆ្នាំហ្នឹងដូចជាចូលមករឿងឈឹបហ្មងបាទអានេះគេហៅថាយើងជាខ្មែរដូចគ្នាយើងជាជនជាតិខ្មែរធ្លាប់ចូលរួមពិធីបុណ្យហ្នឹងទើបយល់ពីអារម្មណ៍មួយហ្នឹងដូចពាក្យគេថាអ្នកដឹងបានដឹងបាទឥឡូវនេះក្បួនដង្ហែរបស់យើងបានហែមកដល់មុខវត្តហើយបាទគឺវត្តជ្រៃសាមគ្គីមនីឧត្តមហៅវត្តថ្មីបាទបងប្អូនរបស់យើងកំពុងតែធ្វើដំណើរចូលទៅក្នុងវត្តដែលជាទីចុងក្រោយនៃពិធីដង្ហែសង្ក្រាន្តឆ្នាំថ្មីរបស់យើងបាទឥឡូវនេះបងប្អូនយើងទាំងអស់គ្នាបានដង្ហែចូលមកដល់ក្នុងបរិវេណវត្តហើយបាទមានទាំងរទេះសំ ហើយនឹងរបាំត្រុតក៏ចេះតែលេងបណ្ដើទៅរហូតដល់ចុងក្រោយជួបជុំគ្នាអស់ពួកយើងនឹងធ្វើការសម្រាកបន្តិចដើម្បីទទួលទាននៅបបរគ្រឿងសាំជោគដែលរៀបចំឡើងដោយលោកអាចារ្យគណៈកម្មការវត្តដើម្បីទទួលនៅភ្ញៀវក៏ដូចជាបងប្អូនយើងទាំងអស់គ្នាបាទដែលបានចូលរួមនៅក្នុងកម្មវិធីហ្នឹងហើយបន្ទាប់ពីទទួលទានបបររួចហើយហ្នឹងយើងសម្រាកបន្តិចនឹងមានការរួមលេងកម្សាន្តតាមបែបប្រពៃណីខ្មែររបស់យើងនៅក្នុងវត្តបាទហើយការរួមលេងកម្សាន្តនេះនឹងបន្តរហូតដល់ពេលរាត្រីតែម្ដងនិយាយទៅសូមសរសើរដល់ទឹកចិត្តបងប្អូនអ្នកចូលរួមហែហមនៅពិធីដង្ហែសង្ក្រាន្តឆ្នាំថ្មីនឹងមែនតែនបាទពិសេសគឺលោកយាយមកចុះពួកគាត់រួមសប្បាយរហូតចម្ងាយផ្លូវជាង2គីឡូចំពោះពួកគាត់គឺមិនមានអ្វីជាឧបសគ្គឡើយបាទគឺគាត់អត់មានអារម្មណ៍ហត់នឿយទេតែចំនួនមកវិញគឺមានតែភាពសប្បាយរីករាយតែប៉ុណ្ណោះ
ឥឡូវនេះពួកគាត់ទាំងអស់គ្នាបានចូលមកដល់ខាងក្នុងបរិវេណខាងក្នុងវត្តទាំងអស់គ្នាហើយបាទហើយខាងអាចារ្យគណៈកម្មការខាងបងប្អូនចុងភៅនេះកំពុងតែរៀបចំបបរក៏ដូចជាទឹកសុទ្ធអីជាដើមបាទដើម្បីទទួលនៅភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាបាទហើយនេះអទេសនំសមបាទអទេសនំសមកំពុងតែរកកន្លែងចតហើយមិនដឹងយកទៅចតនៅកន្លែងណាដែរហើយខាងនេះគឺបងប្អូនខាងរបាំត្រុតគាត់កំពុងតែសម្រាប់ដែរឥឡូវទេនសំគាត់ទៅរកកន្លែងចតហើយរកឃើញកន្លែងបាទគាត់ចតហើយបាទហើយបើយើងក៏លេចមកទស្សនភាពវត្តទាំងមូលបាទគឺរៀបចំមានសសរខ្លាញ់មានក្អមសម្រាប់ក្នុងពិធីចូលឆ្នាំហើយនឹងមានកន្លែងថតរូបអីផ្សេងជាដើមបាទហើយនេះគឺជាទស្សនភាពក្នុងពេលរាត្រីបាទរៀបចំភ្លើងបានល្អណាស់បាទមើលទៅស្រស់ស្អាតមែនតើបាទអញ្ចឹងបងប្អូនយើងដែលមានបំណងចូលរួមពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងវត្តជ័យសាមគ្គីមនីម្ដងអាចពិចារណាមកចូលរួមបានបាទកំពុងតែនិយាយកូនក្មេង2នាក់មកសុំលុយជិះឡានអគ្គិសនីហើយបើមិនឲ្យលុយទេយប់នឹងច្បាស់ជារករឿងខ្ញុំពេញមួយយប់ហើយដូច្នេះត្រូវជូនគាត់ទៅជិះសិនបាទជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នានៃការគាំទ្រផងដែរក្នុងឱកាសចូលឆ្នាំថ្មីនេះសូមជូនពរបងប្អូនឲ្យជួបតែនៅសេចក្តីសុខសេចក្តីចម្រើនអាយុវណ្ណៈសុខៈពលៈនិងជូនពរឆ្នាំថ្មីទាំងអស់គ្នាហេង